សួស្តីដល់គ្នាជាថ្ងៃនេះយើងបន្តទៅកាន់ app រៀនភាសាអង់គ្លេសរបស់យើងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការរៀនវេយ្យាករណ៍ភាសាអង់គ្លេសដោយ free អញ្ចឹងអ្នកគ្នាមើលវីដេអូនេះពីដើមដល់ចប់អ្នកនេះនឹងទទួលបាននៅ app រៀនភាសាអង់គ្លេសមួយ free ដោយខ្លួនឯងហើយខ្ញុំនឹងបញ្យល់អ្នកគ្នាទៅលើការប្រើប្រាស់ហើយយើងត្រូវធ្វើម៉េចដើម្បីទទួលបាន app ហ្នឹងឥឡូវយើងចូលមើលទាំងអស់គ្នាអញ្ចឹង app ហ្នឹងមានឈ្មោះថា Oxford Learners Grammar បាទគឺ app មួយនេះអ្នកនរគ្នាអញ្ចឹងយើងចូលទៅសិក្សានៅក្នុង app នោះទាំងអស់គ្នាអញ្ចឹង app ហ្នឹងទៅពេលដែលខ្ញុំចូលមកគឺមានលក្ខណៈបែបហ្នឹងហើយគ្នាយើងអាច install ទៅលើទូរស័ព្ទដៃបានជាប្រភេទ Android version ណាអញ្ចឹងក្នុង app មួយនេះវាបង្ហាញពាក់ព័ន្ធជាមួយនឹងមេរៀនសិក្សាផ្ដោតទៅលើវេយ្យាករណ៍ specialize ទៅលើវេយ្យាករណ៍ណាបាទអញ្ចឹងអ្វីដែលអ្នកនេះចូលមកមើលដំបូងគឺខ្ញុំចង់គ្នាយើងចុចកន្លែង track back ខាងលើវាបង្ហាញទម្រង់បែបនេះបាទហើយអ្វីដែលយើងត្រូវធ្វើគឺមានកន្លែងចុច search ប៊ូតុង search ឬក៏ហៅថា search engine វាបង្ហាញទម្រង់ពីរសំខាន់ទី1បើអ្នកនេះចុចបែបនេះមានន័យថាវាជាលក្ខណៈ search បែប content ហើយបើសិនអ្នកនេះចុចប៊ូតុង ABC ហ្នឹងចុចកន្លែងនៅដដែលហ្នឹងវានឹងបង្ហាញអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងការ search បែបចម្រុះអញ្ចឹងយើង search តាមទម្រង់បែបបាទពីរទម្រង់ដែលសំខាន់ហ្នឹងអញ្ចឹងបើសិនអ្នកនរគ្នាគិតថាខ្ញុំចង់ search ជាប្រភេទ content បាទចូលទៅកន្លែង track 3នេះបែបនេះណាអញ្ចឹងក្នុងនេះយើងមានលក្ខណៈជាក់លាក់ច្រើនសម្រាប់មេរៀនវេយ្យាករណ៍ទាំងអស់ហ្នឹងវាជាប្រភេទ Oxford Grammar ណាអញ្ចឹងវាមានលក្ខណៈ detail ហើយនឹងច្បាស់លាស់មានការទុកចិត្ត trust នៅក្នុងការរៀនដោយ learner ជាច្រើនវាស្តីងជាមួយនឹង app ដែលខ្ញុំបានចែកម្លែកនៅលើ TikTok ក៏ដូចជា Facebook ខ្ញុំពីមុនគឺ English practical English usage ហើយនេះគឺស្តីងគ្នាដូចគ្នាដែរប៉ុន្តែមានលក្ខណៈ different ខ្លះដែលអ្នកនរអាចត្រូវការ install លើទូរស័ព្ទដៃក្នុងការរៀនដូចគ្នាអញ្ចឹងណាព្រោះពេលខ្លះយើងត្រូវការចាយលុយក្នុងការរៀនវេយ្យាករណ៍ទេហើយខ្ញុំចង់លើកទៅចាត់គ្នាយើងរៀនសម្រាប់វេយ្យាករណ៍ភាសាអង់គ្លេសមួយចំនួនវាមាននៅក្នុងនោះអស់ហើយតាមកម្រិតអញ្ចឹងទៅអញ្ចឹងខ្ញុំមើលពីដើមដល់ចប់ពីលើមកយើងមានជាប្រភេទ sentence ហើយនិង text អញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រយោគឬក៏អត្ថបទហ្នឹងអ្នកនេះមើលមកមានជា words ខ្ញុំចុចកន្លែងនេះវាបង្ហាញអំពី tip ទៀតអ្នកគ្នាទៅលើការរៀនចំណុចមួយអញ្ចឹងណាវាចំណុច A ហើយមាននយោបាយផ្សេងបង្ហាញនៅក្នុងហ្នឹងមាន example បាទអត្ថន័យខ្លីៗធ្វើឲ្យយើងងាយយល់ហើយចំណុចរបស់គេពាក់ព័ន្ធរលេខគ្នាច្រើនឧទាហរណ៍គេចុចសញ្ញាព្រួញមួយដាក់លេខ84អញ្ចឹងចុចកន្លែងទៅវានឹងលោតដល់ចំណុចមួយទៀតហើយអញ្ចឹងកន្លែងនេះមានន័យថាពេលខ្លះចំណុចខ្លះវាពាក់បតៈកលាគ្នាអញ្ចឹងទៅយើងពិបាករយអញ្ចឹងណាយើងអាចចុចទៅលើចំណុចដែលគេដៅហ្នឹងវានឹងនាំយើងទៅរកចំណុចតែម្ដងអូខេអញ្ចឹងខ្ញុំថយចេញមកវិញអូខេយើងមានច្រើនយើងមានជាមួយនឹង simple tense បាទ simple sentence ប្រយោគលក្ខណៈធម្មតាអញ្ចឹងទៅមានរូបរាងបែបនេះរូបមន្តបែបនេះដែលនេះអញ្ចឹងអាច copy បានទៀតអ្នកនរគ្នាណាយើងមានជាមួយនឹង subject plus verb object complement អញ្ចឹងទៅណាតម្រង់ប្រយោគលក្ខណៈលម្អិតបែបមិនអញ្ចឹងមាននៅក្នុងហ្នឹងអញ្ចឹងទៅបាទមានជាការប្រើប្រាស់នៃ the use of statements negative statements បាទ negative with emphasis and inversion imperative getting people to do things មានច្រើនតម្រង់វេយ្យាករណ៍ភាសាអង់គ្លេស infinitive ច្រើនអញ្ចឹងទៅនិយាយពាក់ព័ន្ធជាមួយនឹង verb form យើងមានជាមួយនឹង present simple present continuous បាទការទាំងពីរសឹងតែមាននៅក្នុងនោះអស់ហើយការប្រើប្រាស់កលឹះ technique ផ្សេងៗក៏មាននៅក្នុងនោះដែរហើយយើង scroll មកក្រោមទៀតវាមានពាក់ព័ន្ធជាមួយនឹងគេហៅ infinitive ច្រើនឬក៏ participle 3ហ្នឹងជាចំណុចដែលក្តៅវាពាក់ព័ន្ធច្រើនបើសិនតែគ្នាយើងរៀនវេយ្យាករណ៍ពង្រឹងទៅលើសំណង់ប្រយោគខ្ញុំ recommend រៀនទាំងអស់ហ្នឹងមាន infinitive some pattern អញ្ចឹងជាដើមអូខេអញ្ចឹងតម្រងទាំងអស់ហ្នឹងគឺមាននៅក្នុងច្រើនហើយអ្នកនេះមាន adjective adverb preposition ច្រើនមែនតើអូខេមានជាមួយនឹង main clause ហើយនិង sub clause ដែរសម្រាប់គ្នាដែលគាត់ចង់ស្វែងយល់អំពី clause ខ្ញុំចង់រៀន clause អញ្ចឹងអាចចូលនៅក្នុង app ហ្នឹង download ទៅយកទៅរៀនដោយខ្លួនឯងណាអូខេអញ្ចឹងអានេះខ្ញុំ scroll ឲ្យមានប៉ុណ្ណឹងនេះមានច្រើនជាងហ្នឹងទៀតតែខ្ញុំអត់បានចូលទៅលម្អិតទេអញ្ចឹងនៅក្នុង app នេះគ្នាយើងអាចចូលទៅ search បែបចេះបានដែរណាបញ្ជាក់អូខេឥឡូវដល់វគ្គថាតើយើងធ្វើម៉េចនៅក្នុងការទទួលបាន app ហ្នឹងដោយ free app នេះបើសិនយើងចូល download ក្នុង Play Store ក៏អស់លុយព្រោះតែអ្វីដែលខ្ញុំបាន install ទុកវាជាប្រភេទ app ដែល mood ដែលមានថាគ្នាយើងអាច install យកទៅប្រើប្រាស់លើ Android បានប៉ុន្តែខ្ញុំជឿជាក់ចឹងយើងត្រូវមានការសុវត្ថិភាពការពារខ្លួនឯងផងដែរសម្រាប់ពាក់ព័ន្ធទៅនឹងមេរោគអីផ្សេងប៉ុន្តែខ្ញុំជឿជាក់ថា app ទាំងអស់នេះខ្ញុំប្រើរាប់ឆ្នាំហើយចឹងវាមានបញ្ហាទេយ៉ាងណាក៏ដោយវាជា own risk ទៅលើការប្រើប្រាស់ app ទាំងអស់ហ្នឹងអញ្ចឹងណាជា recommendation សម្រាប់អ្នកនរគ្នាបើសិនអ្នកនរគ្នា download ប្រើគឺសូមមេត្តាប្រើប្រាស់កម្មវិធី track លើមេរោគផ្សេងតាមយើងអាចធ្វើទៅបានណាអូខេអញ្ចឹងខ្ញុំតម្លាក់ app ហ្នឹងចូលនៅក្នុង APK file ជាប្រភេទ Android version ចូលនៅក្នុង Telegram channel របស់ខ្ញុំ English Solution Variety ខ្ញុំតម្លាក់អស់ហ្នឹងអ្នកនេះគ្រាន់តែចូលទៅកាន់ Telegram channel របស់ខ្ញុំមកគឺអ្នកអាច download បានហើយអញ្ចឹងដំបូងឡើយគឺអ្នកនេះចូលមកកាន់ Telegram បាទចូលមកកាន់ Telegram អញ្ចឹងមក
ចឹងនេះគឺ Telegram របស់ខ្ញុំខ្ញុំបង្ហាញដល់អ្នកនរគ្នាអញ្ចឹងណាហើយពេលអ្នកនរគ្នាចូលមកនេះគឺ Telegram channel របស់ខ្ញុំហើយគឺនៅក្នុងនេះបាទចឹងគ្នាយើងនឹងតម្លាក់ app ចូលទៅកន្លែងហ្នឹងហើយគ្នាយើងអាចចូលទៅ install កន្លែងហ្នឹងបានអញ្ចឹងណាអូខេអ្នកនរគ្នាអរគុណច្រើនយើងមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូខ្លីរបស់យើងថ្ងៃនេះគ្នាយើងចង់ខ្ញុំបង្ហាញពី app រៀនភាសាអង់គ្លេសផ្សេងៗទៀតដែលខ្លួនឯងឬក៏ជាតម្រង់កម្មវិធីរៀនភាសាអង់គ្លេសផ្សេងៗ comment នៅក្នុង YouTube របស់ខ្ញុំ English Solution Variety ក៏ដូចជានៅក្នុង TikTok ណា TikTok mostly ធ្វើវីដេអូវែងខ្ញុំបានធ្វើវីដេអូរបៀបគេហៅប្តីអញ្ចឹងណាហ្នឹងហើយអូខេ anyway that's it so ជួបគ្នានៅវីដេអូក្រោយ have a good day bye bye